អ្នកទាំងអស់គ្នាចង់បកកាយខាង AI ក៏ដូចជា data analysis មែនអត់អញ្ចឹងអ្នកគ្នាមានឆ្ងល់ថាហេតុអ្វីបានជាយើងត្រូវរៀនភាសា Python ដើម្បីជាគ្រឹះសម្រាប់នៅក្នុងការរៀន AI ក៏ដូចជា data analysis ឲ្យកាន់តែបកកាយជាងមុនអញ្ចឹងអ្នកគ្នាដល់ថ្ងៃថាសម័យឥឡូវ AI កំពុងផ្លាស់ប្ដូររបៀបធ្វើការក៏ដូចជារបៀបរៀនរបស់មនុស្សជាច្រើនផងដែរអញ្ចឹងបើសិនជាអ្នកចង់ចូលវិស័យ AI data analysis ជំហានដែលអ្នកគ្នាមិនគួរមើលរំលងគឺត្រូវតែសិក្សាទៅលើភាសា Python ជាមុនសិនអញ្ចឹងខ្ញុំនឹងមកប្រាប់ពីចំណុច6សំខាន់ដែលតាក់ទងទៅនឹងភាសា Python ចំពោះចំណុចទី1ងាយស្រួលរៀនសម្រាប់ beginner ចំណុចកន្លែងហ្នឹង syntax របស់ Python អាចនិយាយបានថាវាងាយអានងាយស្រួលក្នុងការរៀនហើយក៏ជួយឲ្យផ្ដោតទៅលើ logic និង problem បានលឿននិងឆាប់រហ័សផងដែរចំពោះចំណុចទី2វាជាភាសាសំខាន់មួយសម្រាប់ AI ដោយសារតែ AI tool និង machine learning framework ភាគច្រើនត្រូវបានបង្កើតឡើងដោយភាសា Python ដូចជា TensorFlow ជាដើមចំពោះចំណុចទី3យើងប្រើសម្រាប់ data analysis បានខ្លាំងចំពោះចំណុចកន្លែងហ្នឹងអញ្ចឹងថាភាសា Python ហ្នឹងវាអាចជួយវិភាគទិន្នន័យបង្កើត report និង visualization បានលឿនជាមួយនឹង library ដូចជា Pandas និង Matplotlib ផងដែរហើយចំពោះចំណុចទី4វាក៏អាចធ្វើ automation អាចជួយកាត់បន្ថយការងារដដែលៗដូចជា Excel processing report automation និង data collection ផងដែរចំពោះចំណុចទី5វាជាជំនាញដែលទីផ្សារការងារកំពុងតែត្រូវការនៅក្នុងពេលបច្ចុប្បន្នក្រុមហ៊ុន Tech Banking Business Startup ជាច្រើនកំពុងតែត្រូវការអ្នកចេះភាសា Python ដូចជាអ្នកដែលមាន skill ពិតប្រាកដផងដែរចំពោះចំណុចទី6វាជាមូលដ្ឋានសម្រាប់នៅពេលអនាគតតទៅពីអ្នកនរគ្នាចេះភាសា Python ទៅអ្នកនរគ្នាក៏អាចបង្កើតទៅជា AI engineer data analyst back end developer ឬមួយក៏ automation specialist បានផងដែរបើសិនជាអ្នកនរគ្នាចាប់អារម្មណ៍ទៅលើភាសា Python ណាថ្នាក់ basic Python របស់យើងនឹងចាប់ផ្ដើមរៀននៅថ្ងៃទី4មិថុនានៅពេលខាងមុខហ្នឹងហើយអញ្ចឹងអ្នកនរគ្នាអាចទំនាក់ទំនងតាមរយៈ Facebook Page Telegram របស់សាលា NJX Academy របស់យើងបាន